ដោយកម្ពុជានិងថៃបានចុះសេចក្តីប្រកាសរួមឆ្ពោះទៅរកការឈប់បាញ់គ្នាកងកម្លាំងថៃបានដំឡើងកុងតឺន័រនិងដាក់បន្លាលួសនៅភូមិមួយចំនួនរបស់កម្ពុជាជាសកម្មភាពដែលកម្ពុជាចាត់ទុកថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើកិច្ចព្រមព្រៀងឈប់បាញ់និងជាការប៉ុនប៉ងដោយខុសច្បាប់នៅក្នុងការផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនដោយកងកម្លាំងនៅភូមិជោគជ័យក្នុងខេត្តបន្ទាយមានជ័យតបថៃបានពាត់បន្លាលួសនិងដាក់កុងតឺន័រនៅខាងកើតវត្តជោគជ័យដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ58និងបានធ្វើលេនដ្ឋាននៅខាងលិចផ្លូវជាតិដដែលនេះបើយោងទៅតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានតាមរយៈភ្នាក់ងារព័ត៌មានរបស់ News Today ប្រចាំខេត្តបន្ទាយមានជ័យនៅភូមិព្រៃច័ន្ទដែលនៅជាប់ព្រំប្រទល់ភូមិជោគជ័យយោធាថៃបានដាក់កុងតឺន័របាំងបិទផ្លូវបំបែករវាងសាលាបឋមសិក្សាព្រៃច័ន្ទនិងវត្តព្រៃច័ន្ទដោយឡែកនៅតំបន់បឹងត្រកួនក្នុងខេត្តបន្ទាយមានជ័យដែរតបថៃបានពាត់យកភូមិមួយចំនួនផ្សារនិងមណ្ឌលសុខភាពឃុំគោករមៀតភ្នាក់ងារព័ត៌មាន Al Jazeera និងទូរទស្សន៍ថៃ Amarin ក៏បានរាយការណ៍ពីការពាត់លួសបន្លានិងដាក់កុងតឺន័រនេះដែរដែលកើតឡើងក្រោយមានបទឈប់បាញ់ជុំទី2មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានប្រាប់ News Today ថាសកម្មភាពរបស់យោធាថៃប្រឆាចពីសេចក្តីប្រកាសរួមដែលបានចុះហត្ថលេខានៅថ្ងៃទី27ខែធ្នូឆ្នាំ2025មន្ត្រីដដែលបញ្ជាក់ច្បាស់ថានេះគឺជាសកម្មភាពបំពានបទឈប់បាញ់យ៉ាងធ្ងន់ធ្ងរបំផុតដែលកម្ពុជាមិនទទួលស្គាល់ហើយកម្ពុជានឹងបន្តតតាំងទៅតាមក្របខ័ណ្ឌច្បាប់និងយន្តការដែលមានស្រាប់សេចក្តីប្រកាសរួមដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរបានចែងថាការងារខណ្ឌសីមាត្រូវធ្វើឡើងផ្អែកទៅតាមបន្ទាត់ព្រំដែនអន្តរជាតិហើយទីតាំងឈរជើងនាពេលបច្ចុប្បន្ននឹងមិនប៉ះពាល់ទៅដល់ខ្សែបន្ទាត់ព្រំដែនរបស់ប្រទេសទាំងពីរនោះទេគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC របស់កម្ពុជាមិនទទួលស្គាល់បន្ទាត់ព្រំដែនកំណត់ដោយកងកម្លាំងនិងបានស្នើកិច្ចប្រជុំបន្ទាន់ជាមួយថៃនៅសប្តាហ៍ទី1នៃខែមករាឆ្នាំ2026ដើម្បីជជែកពីការបោះបង្គោលបណ្ដោះអាសន្ននៅតំបន់អតិភិបរួមទាំងតំបន់ដែលជាសមរភូមិប្រយុទ្ធផងដូចជាភូមិជោគជ័យនិងភូមិព្រៃច័ន្ទក្នុងខេត្តបន្ទាយមានជ័យឃុំបឹងរាំងនិងកំរៀងនៅបាត់ដំបងតំបន់បឹងត្រកួនច្រកព្រំដែនអន្តរជាតិថ្មដាអូភ្លុកដំរីនិងចមួយនៅក្នុងខេត្តពោធិ៍សាត់ក៏ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការបរទេសថៃបានប្រាប់ឲ្យចាំរដ្ឋាភិបាលថ្មីរបស់ថៃបង្កើតឡើងសិនគឺនៅក្រៅការបោះឆ្នោតខែកុម្ភៈឆ្នាំ2026ខ្ញុំរស់សុធាពី News Today NTTV AG Food នឹងទទួលផលិតស្បៀងអាហារដែលអាចរក្សាទុកបានយូរនិងមានរសជាតិឈ្ងុយឆ្ងាញ់សម្រាប់បងប្អូនជនភៀសសាសក៏ដូចជាវរៈកងទ័ពអាហារដែលមានសុវត្ថិភាពសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់តាមតម្រូវការរបស់បងប្អូន